ขณะนี้ខ្ញុំពិស្រស់បានសង្កេតឃើញដែរមួយរយៈចុងក្រោយនេះឃើញថាបុគ្គលជាគ្រហស្ថបាននឹងកំពុងអណ្ដែតយ៉ាងច្រើនដែលជាទីគួរកត់សម្គាល់ដែលតាំងខ្លួនថាមានបារមីសំណួរសួរថាហេតុអ្វីបានជាមានបុគ្គលនេះបានផុសអណ្ដែតឡើងច្រើននៅក្នុងពេលបច្ចុប្បន្នហើយកំពុងតែប្រម៉ូទខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយនានាដើម្បីឲ្យខ្លួនមានទីផ្សារហើយគេជឿថាខ្លួនមានបារមីយើងរកឬគល់ពីមុនសិនថាវិស័យនេះហេតុអីបានជាលេចធ្លោនៅក្នុងពេលបច្ចុប្បន្នពីមុនមករៀងស្ងប់ស្ងាត់ហើយអ្នកទៅរកអឺអ្នកដែលមានគេហៅថាវិជាការនោះក៏ស្ងប់ស្ងាត់តែឥឡូវនេះគឺថាផ្ទុះមែនតែនហើយផ្ទុះនោះគឺភាគច្រើនគឺជាបុគ្គលក្រហមទេនិយាយភាសាឲ្យស្រួលស្ដាប់គឺមិនមែនជាព្រះសង្ឃឡើយអ្នកដែលតាំងខ្លួនជាតបោះជាអេសីជាដូនជីជាសច្ចាំងបាំងបត់នៅភ្នំនេះភ្នំនោះជារូបនេះរូបនោះហើយធ្វើទីផ្សារតាមប្រព័ន្ធ social media គេហៅថា online ឬគល់គឺបុគ្គលទាំងនេះបានសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋខ្មែរបាននឹងកំពុងមានជំនឿទៅលើអ្នកមានចំណេះវិជ្ជាផ្លូវក្នុងហើយយើងមើលឃើញថាមានបុគ្គលមួយចំនួនក៏ចំណាយលុយយ៉ាងច្រើនទៅលើវិស័យនេះអញ្ចឹងធ្វើឲ្យបុគ្គលដែលចេះស្ទើរឬក៏សម័យមួយចំនួនហោះអណ្ដែតឡើងស្របពេលប្រជាពលរដ្ឋខ្មែរមួយចំនួនបច្ចុប្បន្នកំពុងមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពួកគាត់នឹងរកជំនួយផ្លូវក្នុងដើម្បីពង្រឹងស្មារតីពួកគាត់រកច្រកចេញដើម្បីឲ្យខ្លួនបានធូរស្រាលនៅការដោះបំណុលពីព្រោះសេដ្ឋកិច្ចពួកគាត់បច្ចុប្បន្នគឺអ្នកខ្លះក៏រកបានតែបន្ទប់ទល់អ្នកខ្លះគឺខាតឡងចុងអ្នកខ្លះទៀតប្រឈមមុខនឹងធនាគារប្រចាំខែអញ្ចឹងគឺពួកគាត់ប៉ះពាល់ផ្លូវចិត្តរហូតទៅដល់គិតអីលែងចេញគឺស្វែងរកជំនួយតាមបែបលក្ខណៈជំនឿទៅលើព្រហ្មញ្ញសាសនាបើពួកគាត់ជឿពុទ្ធសាសនាខ្លះព្រហ្មញ្ញសាសខ្លះព្រហ្មញ្ញសាសនាខ្លះអានឹងវាអត់សូវអីទេមានន័យថា50-50នៅពេលដែលយើងមានជំនឿ50-50គឺมันអាចឲ្យយើងធ្លាក់ក្នុងការឆបោកណាមួយឡើយតែបើសិនជាជំនឿយើងផ្អៀងលើសពី50-50ហើយគឺងាយនឹងត្រូវបានបុគ្គលដែលគេអាចមានមុនវិជាការខាងនិយាយលួងលោមនិងនិយាយឲ្យយើងស្ដាប់ទៅសន្ទន់ចិត្តនឹងចូលកលអបាយគេហើយខ្ញុំនិយាយនេះមិនមែនចោទប្រកាន់ទូទៅឬក៏ទាំងអស់ដល់ភេទដែលជាអ្នកតបោះអ៊ីសីតាជីដូនជីឬក៏អ្នកចេះមុនវិជាការទេខ្ញុំនិយាយមួយចំនួនដែលឆ្លៀតឱកាសតែប៉ុណ្ណោះអ្នកដែលចេះមុនវិជាការច្បាស់លាស់គឺពួកគាត់សង្រួមណាស់ហើយពួកគាត់មានមេត្តាករុណាសន្តោសដល់អ្នកជួបទុក្ខលំបាកពោលគឺពួកគាត់ជួយសង្គ្រោះដោយមិនបានទាទំនឹកឬក៏គេហៅថាតម្កល់គ្រូនោះឡើយគឺគាត់គោលដៅគាត់គឺសង្គ្រោះរឿងកូនសិស្សឬក៏អ្នកដែលទៅរកនោះដឹងគុណមិនដឹងគុណគឺពួកគាត់ខ្វល់ទេអ្នកដែលបរិសុទ្ធពិតប្រាកដណាហើយពួកគាត់ក៏មិនបានផ្សព្វផ្សាយអំពីខ្លួនឯងដែរមិនបាច់ទៅផ្សាយក្នុង Facebook TikTok ឬក៏ប្រព័ន្ធ social media ផ្សេងទេ
ពួកគាត់នឹងមានកេរ្តិ៍ឈ្មោះទៅតាមអ្នកដែលបានទៅជួបបានទៅពឹងអាស្រ័យថាឈុតឬក៏អាចជួយបានមានន័យថាខ្សឹបលឺជាងប្រកាសមីក្រូទៅទៀតអ្នកពិតប្រកបណាហើយបើសិនជាសច្ចាំងបាំងបត់ពិតប្រកបតបោះពិតប្រកបដូនជីពិតប្រកបដែលមានធម៌ខ្ពស់ដែលសម្ដេចបាននៅធម៌ជាន់ខ្ពស់ពិតប្រកបពួកគាត់គិតតែមនុស្សទេអត់ចង់ជួបមនុស្សទេព្រោះពួកគាត់យកអាត្មាពួកគាត់ឲ្យរួចផុតចាកទុក្ខទៅរកទីស្ងប់ស្ងាត់បរមសុខស្ទើរតែពួកគាត់បូជាជីវិតឲ្យសគត់នៅក្នុងឈានឬក៏ក្នុងសមាធិរបស់ពួកគាត់នៅក្នុងនិគមព្រៃឬក៏លអាងឬក៏រូងភ្នំណាមួយដោយមិនចង់ជួបមនុស្សនោះឡើយនោះគឺអ្នកពិតប្រាកដតែបើសិនជាមានឧបនិស្ស័យជាមួយមនុស្សណាដែលប្រទះឬក៏ជួបហើយគាត់ប្រមាណមើលថាមាននិស្ស័យប្រុសនិស្ស័យជួយអានឹងគាត់ជួយតាមនិស្ស័យនោះទៅគាត់មិនបានដើររកអតិថិជនទេគឺអតិថិជនឬក៏អ្នកដែលរងទុកជួបគាត់ដោយឧបនិស្ស័យតែប៉ុណ្ណោះអានឹងអ្នកពិតប្រាកដណាអញ្ចឹងក្នុងកលៈស័ព្ទនេះយើងមកបាក់បន្ទោសពលរដ្ឋថាមិនបានតែជឿរឿងអញ្ចឹងបាក់បន្ទោសត្រង់ថាម៉េចព្រោះពួកគាត់កំពុងមានទុក្ខអ្នកខ្លះបញ្ញាខ្ពស់គឺគាត់ដោះតាមវិទ្យាសាស្ត្រអញ្ចឹងទៅមានន័យថាប្រឹងរកប្រឹងធ្វើនេះធ្វើនោះលើកពីកដាក់ខលើកពីកដាក់ខដើម្បីបង្វិលលេខបង្វិលកើតទៅដោះដូរតំណែងឬក៏គេហៅថាមានដើមទុនខ្លះអីខ្លះអញ្ចឹងទៅគាត់ចំណេញមកដោះគេបានអានឹងអត់អីទេគាត់រឿងមាំណាតែអ្នកខ្លះទៀតអស់ទាំងស្រូវពូជទៅទៀតទៅបុលគេដើម្បីរកហើយមិនបានទៀតណែអស់ទាំងស្រូវពូជនៅផ្ទះហើយទៅបុលគេមករកហើយមិនបានទៀតអានោះតែធ្វើឲ្យគាត់សម័យហើយគាត់ខុសអីណោះហេតុអីបានជាដាក់អីមិនដុសតាមដៃដូចមុនហេតុអីបានជាលំបាកម្លេះអានឹងចាប់ដើមហើយខុសមេបាណាខុសគ្រូណាអ្នកណាដាក់នេះដាក់នោះបាទសំបីខ្លួនខ្ញុំផ្ទាល់2-3 ឆ្នាំមុនហ្នឹងនិយាយរួមគឺងាកតែខ្លួនក៏ខុសដែរអានឹងនិយាយឲ្យស្រួលស្ដាប់អានឹងសម្រាប់ខ្ញុំផងណាអ្នកដែលមានការគិតខ្ពស់ផងហើយអ្នកដែលយល់ពីពុទ្ធសាសនាមួយលើផងហើយក៏យល់ពីព្រហ្មញ្ញសាសនាដែរយល់ដល់សាសនាព្រះយេស៊ូវគ្រីស្ទមួយលើទៀតណោះប៉ុន្តែកាល3ឆ្នាំទៅក្រោយមុនខ្ញុំហេលហាលណាសុំទោសនិយាយមកថាងាកខ្លួនក៏ខុសដែរក្អកក៏ខុសដែរមិនបាច់ចាំដល់និយាយរាយរាប់រឿងស្អីទេក្អកក៏ខុសដែរដើរក៏មិនចង់ត្រង់ផ្លូវដែរអាហ្នឹងចាប់ផ្ដើមគេថាកពុលមុខយេអ៊ុនក៏ដាក់អារ៉ាក់ក៏ជន់ណាអញ្ចឹងយើងបន្ទោសមិនកើតបើងាកខ្លួនក៏ខុសធ្វើអីក៏ខុសដាក់ទៅចិត្តតែភ្លុងទៅដាក់ទៅចិត្តភ្លុងទៅអានឹងចាប់ដើមរលំនឹងផ្លូវចិត្តហើយប៉ុន្តែខ្ញុំបាទពេជ្រស្រស់ស្វែងរកលំនឹងផ្លូវចិត្តនឹងចម្លើយនៅដាក់អ្វីខុសគឺតាមពុទ្ធសាសនាផងតាមព្រហ្មញ្ញសាសនាផងមិនមែនទៅតែមួយហៀងណាទៅទាំងគូបើខ្ញុំទៅត្រីហ៎មិនមែនទាំងគូឯត្រីភាគីហ៎មានព្រហ្មញ្ញមានព្រះពុទ្ធមានព្រះយេស៊ូវគ្រីស្ទតែទៅធ្វើអីទៅស្វែងយល់អញ្ចឹងនិស្ស័យយើងតោងជាប់កន្លែងណាយើងតោងកន្លែងហ្នឹងមកនិស្ស័យយើងបានកន្លែងណាយើងយកកន្លែងហ្នឹងមកអត់ប្រកាន់ទេយេស៊ូវគ្រីស្ទយើងយកបន្តិចព្រះពុទ្ធយើងយកបន្តិចព្រហ្មញ្ញយើងយកបន្តិចផ្លូវចិត្តយើងចាប់ដើមនឹងមកវិញពេលវេលាចាប់ដើមបើឱកាសចាប់ដើមហុចផលចាប់ដើមពន្លើកដងតិចអញ្ចឹងធ្វើឲ្យយើងមានលំនឹងផ្លូវចិត្តឡើងវិញអានឹងសម្រាប់អ្នកដែលមានជំនឿ50-50ចុះអ្នកដែលគ្មានជំនឿ50-50មានន័យថាឆ្លងហ្មងអត់បានពិចារណាទេអានឹងហើយជាគ្រោះថ្នាក់ហើយក៏ជាឱកាសសម្រាប់អ្នកដែលតាំងខ្លួនជាគ្រូម៉ឬក៏ជាតាអេសីឬក៏ជារូបនេះស្នងរូបនោះស្នងចេញមកប្រងព្រាតដែរអញ្ចឹងបងប្អូនជនជាតិត្រូវស្វែងយល់ខ្ញុំមិនបដិសេធនឹងប្រឆាំងបងប្អូនទៅរក
ការពឹងអាស្រ័យបង្កើននៅជំនឿផ្លូវចិត្តទេពីព្រោះវាមានតាំងពីដូនតាយើងមកម្លេះជំនឿផ្លូវចិត្តនឹងនោះអានឹងបើនិយាយអស់ក្នុងវិទ្យាសាស្ត្រគេហៅថាអឺការព្យាបាលផ្លូវចិត្តដោយជំនឿបាទហើយកុំអួតខ្លួនថាខ្លួនគ្មានជំងឺផ្លូវចិត្តអត់ទេប្រជាជនខ្មែរយើងបច្ចុប្បន្នហ្នឹងគឺជាប់លេខ1កើតអារោគជំងឺផ្លូវចិត្តហ្នឹងបាទអត់ច្រើនណាស់ប៉ុន្តែគ្រាន់តែកម្រិតស្រាលហើយនឹងធ្ងន់វិច័យបែងចែកកម្រិតសំបីតែបងប្អូនអ្នកលួសលាកហាលក៏មានជំងឺផ្លូវចិត្តដែរបងប្អូនអ្នករត់កង់3រត់ម៉ូតូដប់ចម្រំអ្នកធ្វើការអ្នកទទួលក៏ត្រូវធ្ងន់ទៀតអាហ្នឹងគឺណធានគឺហៅថាកាន់តែសម្ពាធផ្លូវចិត្តឡើងអញ្ចឹងឲ្យគាត់ទៅរកនៅអ្វីដែលគាត់អាចពឹងអាស្រ័យបាននិងស្ដារផ្លូវចិត្តគាត់មកវិញបានឲ្យគាត់ទៅរកទៅប៉ុន្តែខ្ញុំផ្ដាំផ្ញើមួយត្រូវចេះថ្លឹងថ្លែងកុំរកតែមួយគ្រូរកឲ្យច្រើនគ្រូហើយត្រូវចាំថាបើអ្នកសច្ចាំងបាំងបត់ពិតប្រកបអ្នកដែលមានវិជ្ជាការផ្លូវក្នុងពិតប្រកបគេអត់ចុចចម្ពាក់រឿងទ្រព្យសម្បត្តិយើងទេគឺគេមានតែសន្តោសគេដឹងថាយើងទៅរកគេនោះគឺអាលាយហើយអាលីងហើយបានមករកយើងបានមករកអ្នកចេះមុនវិជាការនឹងបានបើអ្នកដែលកំពុងសบายចិត្តអ្នកដែលគ្មានទុកអ្នកដែលមានលុយចាយអ្នកដែលមិនមានបញ្ហាគ្រួសារបញ្ហាការងារបញ្ហាមុខរបរទេគេទៅរកទេគេកំពុងតែសบายនៅអ្វីដែលគេមាននោះតែតតែអ្នកជួបបញ្ហាបានទៅរកអញ្ចឹងអ្នកដែលមានធម៌ជាន់ខ្ពស់នោះយើងអាចសន្មតថាតបតតាអេសីឬក៏សច្ចាំងបាំងបត់នោះដូនជីឬក៏អ្នកចេះមុនវិជាការនោះគឺគេសន្តោសហ្មងគេអត់មានទៅខ្វាយខ្វល់រឿងទំនឹបទេអារឿងទំនឹបអារឿងតបគុណអានឹងអាស្រ័យទៅលើអ្នកដែលទៅរកនោះទេបើគេដឹងគុណយើងគេឲ្យយើងអានឹងជាសទ្ធារបស់គេយើងអត់ប្រកបទេគេអត់ប្រកបទេបាទខ្វះអីអ្នកដែលទៅរកអ្នកដែលចេះមុនវិជាការពិតប្រាកដហើយបានជោគជ័យគេចំណាយទ្រព្យសម្បត្តិគេអត់ស្ដាយគេតបគុណគ្រូគេតបគុណអ្នកសង្គ្រោះខ្លះទិញ500ចុតខ្លះទិញឡានខ្លះទិញស្អីប្រគេនឲ្យធ្វើផ្ទះឲ្យក៏មានដែរគ្រាន់តែកាលនោះវាអត់តផ្ទុះដូចឥឡូវអានឹងជារឿងពិតដែរប៉ុន្តែមិនបានជាគេទិញឲ្យគេតបគុណដោយសារតែអីគេទៅដល់គ្រូនឹងវាត្រូវសង្គ្រោះគេបានផលយើងអាចបន្ទោសគេថាគេល្ងងទេគេតបគុណគ្រូ$200,000តែគេបានពីគ្រូវិញប៉ុន្មាន4-5លានអីវ៉ាន់ណាគេសរសើរអី$200,000ណាហ្នឹងហើយអញ្ចឹងអានឹងរឿងនឹងជារឿងមួយដែលសម្រាប់អ្នកដែលទៅរកឲ្យតបគុណទេប៉ុន្តែកុំលក់របស់កុំលក់ផ្ទះដើម្បីតបគុណណាតតែរីកចម្រើនចាំតបគុណអានឹងបានវាត្រឹមត្រូវតែបើមិនរីកចម្រើនហើយទៅតបគុណលក់ផ្ទះលក់នេះយកលុយអស់ពីខ្លួនទៅតបគុណអានឹងក៏វាអាក្រក់មើលដែរតែមិនបដិសេធនៅសទ្ធាជ្រះថ្លាទេប៉ុន្តែធ្វើឲ្យចំជាមួយនឹងអ្នកមានសិលពិតប្រាកដអ្នកត្រូវត្រង់ត្រៃសរណគមពិតប្រាកដត្រៃសរណគមសំដៅទៅលើអ្នកដែលយកព្រះពុទ្ធពធប្រសងជាទីពឹងអ្នកដែលដើរតាមព្រះពុទ្ធពិតប្រាកដមិនសំដៅទៅលើសាវកព្រះពុទ្ធផ្ទាល់ដូចជាភិក្ខុសង្ឃទេតាបោះយាយជីដូនជីនឹងក៏ជាអ្នកត្រូវត្រង់ដែរឲ្យតែពិតប្រាកដឲ្យតែបរិសុទ្ធតែណាស់តែកាត់ខ្លាយណាតែអ្នកជាប់ចម្ពាក់សម្រស់ទៅកាយសម្រស់កាយសម្ផស្សអានឹងខ្ញុំមិនមានពីផលទេរៀនសង្កេតមើលខ្លួនឯងរបស់คล้ายនឹងរបស់ពិតប្រាកដរៀនសង្កេតមើលខ្លួនឯងកុំចេះតែជឿតែបេះតែបដាហើយខ្ញុំក៏មិនបិទសិទ្ធិសេរីភាពនៃការជឿដែរអត់បិទទេប៉ុន្តែសូមប្រុងប្រយ័ត្នតួយ៉ាងព្រះអង្គវិន័យវិស័យបណ្ឌិតច័ន្ទមនីអ្នកដែលជឿព្រះអង្គនឹងបរិច្ចាគទានកសាងសមិទ្ធផលនេះសមិទ្ធផលនោះរួមទាំងខ្ញុំផងនោះមិនមែនជឿនៅមង្គលភ្ញាក់ផ្អើលទេអាអ្នកដែលនិយាយភាសាជឿមង្គលភ្ញាក់ផ្អើលនឹងនិយាយតមាត់តាមគ្នាទេឲ្យតែគេឈូឈលហ្នឹងទៅយកអាពាក្យហ្នឹងមកគ្រើទៅដប់អូជឿមង្គលភ្ញាក់ផ្អើលនិយាយតាមគ្នាទេតែពលត្រូវពិតប្រកបអ្នកដែលជឿព្រះអង្គច័ន្ទមនីមិនមែនជឿលើមុនអាគមអូមអាមទេ
cứ nhang sạch thia cái ao miên sạch thia chơi lá cho môi bóng chăn ní thêm đâu miên này tha bóng chăn ní miên ốp bạn đi say khua vừa ơi nhiệt vừa bỏ ra sắt phía tràn châu chặt cả bỏ ra bắt vào thoa ra bỏ lô mình tha trâu mà đây phía đây được vào bút đấy bàn tay ai tôi giờ bán đá là không phải chụp bán và bạn đừng bọc cồn xoong nát và bắt đuổi lô bàn mùi tiền xong ruộng nó bỏ lô ta xong ruộng cay xong ruộng chất xong ruộng bia cha thì không phải bí bọc cồn xoong là tẩy chắc á chẳng ó nó chỉ muốn snai tẹt tiên tẹt đau vừa được bỏ sạt group cho bạn nè group bôi chi luôn đôi bỏ ăn xe vali chứ bố đòi nhiệt bố đòi trop bố đòi phô kẹ anh nó chỉ bôn nó bỏ ăn đại hơi Paul oi Việt đây chết bộ đừng tay chụp ăn để chết vừa ai bỏ ăn từ ná muốn từ ná có mình khoa cái hai thà nhiệt mình khoa nướng trop mình khoa nướng rừng bỏ được phô này tê bắt đa sát ấy nó cứ thoái ấy tiên đòn bỏ bảo mình miên mà lúc có miên tê bắt đà và miền sát miền ấy dần thế ở đây cho này luôn lắm ấy nâng rồi vì cá bớt thật được không cả lại nâng chẳng vì một bên sẽ in tích mà bật tu mai thì này ai sẽ tầm một cô kẹp áo nó Campuchia đam cầm nát cá trên pi chùm nưa đam láo chùm nưa đông ta chả là chùm nưa khmai nè là hốt dơ đông thò tăng chia nẹt tá tăng chia đuông và lưng bọc đông tá đông thò đã admin lại to tại sao đam mây bon sàn đằng côn đông ta là hốt mau ban prom manh sasna ban smom ban cái hai tha son rup chỉ tu ong đi chỉ tu ong luôn bản miền rup nâng ngày còn đấy nơi trong cắt một nhược mùi chùm nún á nơi miền tu tầm bô hay nâng đặt đồng thmo tròn bó của bô chia nơi láo thế nâng ngày chẳng bay chùm nưa nó được không Campuchia ở trong ban tranh ngay pi rèn này vị trí trong Campuchia nó to chùm non rộp chùm non máu ấy của bô chia đôn ta rung manh sasna nung put sasna ai bảo put sasna châu máu còn mình ban tạt đi sai mình ai vị trí trong khmai dương công của bô chia đấy bàn tay còn là prata plei bó put cứ đuôi chạ phật tục chẳng cái này ní dương công đã sầm piết tới chia chôn khmai luôn ai dương trâu tay đâu thì sát thua mấy ở con miên bành nhà trong cá pra sức này chùm nưa mình nè còn tờ tha cọt nung lông ngông cọt nung che cọt nung châu ấy na chùm nưa nhẹ ao lên nam một cô nhẹ ao bé này đôi kiểu ghi tầm lai tha thì chưa ông chăn mình đi chia chùm nưa một cô nhẹ ao ấy quán đó nè lấy từ mưa bọt nung mưa đấy tăng pin pom đây chất bằng buôn mà lấy đi bay pol pot chùm sông vậy tập bản năng gì mà đo ngày nung bốc cô xong na mũi đặc nom put bò sát oi co sang pi à ram đôi nửa quật sọt đại miên ông chăn mình đi chỉ nè chùm hờ rồi khơi nữa ba nông pê tờ mũi đôi cái chụp dạ pp năm nhom từ vơ documentary chỉ video ai cả sai video trong đau mà rất hot nâng ập toàn chọc không nơi nơi còn phải chôm tim mà cả nô tiếng nó chụp rồi bong vọt sọt nó hai phiếp khâu kia pê lại miên vọt tầm miên bỏ ông chăn mà đi nâng ạ vọt tầm miên bỏ ông chăn đi được vọt sọt bông ôn từ phần đất sàn phiếp á pê đại miên vót tầm miên vào ông chăn mình nước cọ coi tới chăm vào ông chăn đi khác đi buôn phải giúp của miên này là mấy trong trong chua vào ông khác thà ăn trong bán ấy cho được khơi một cái phép vào ông to là đó có chết đấy ba là mau bị khai đi mau bị Campuchia cào mau bị bò tê mau bị sọc cào Europe cái miên này làm bây xong khơi tại phải phép vào ông chăn mình đi bán này mày trong bán đi với bọn đòi ẩm nạch bon bảo ông chăm ní thưa ơi chỉ chút mai group đi cả lại trong squad luôn còn ta lấy đi sàn phía bọc ôn tầm mới vì châu Việt Nam miền plei ọt menu đá miền tây ọt menu nới miền vót miền bột bò sát mới xem trinh nữa
រយៈពេលតែ2 3ថ្ងៃដែលព្រះអង្គទើបចាក់ចេញដែលដឹងថាព្រះអង្គចាក់ចេញពីវត្តហើយទៅព្រៃហើយណាតែមើលស្ងាត់អ៊ីនទ្រីងនោះបងប្អូនណាបើយើងកាន់ពុទ្ធសាសនាត្រូវធ្វើយ៉ាងណាស្រូបទាញពុទ្ធបរិស័ទចូលវត្តឲ្យបានច្រើនកាន់តែល្អដើម្បីឲ្យភិក្ខុសង្ឃនិងព្រះសង្ឃណាដែលមានឥទ្ធិពលបញ្ជ្រាបនៅធម៌ទៅដល់ពួកគាត់បញ្ជ្រាបនៅពុទ្ធឱវាទដល់ពួកគាត់มันអាចបញ្ជ្រាបតាមផ្ទះมันអាចបញ្ជ្រាបតាមទីមកាហ្វេมันអាចបញ្ជ្រាបធម៌តាមទីមស្រាបានទេពួកគាត់ទៅវត្តពេញចិត្តនៅព្រះអង្គណាមួយព្រះអង្គនោះគឺគាត់មានសិល្បៈនៃការបញ្ជ្រាបនៅធម៌ហើយនៅពុទ្ធឱវាទហើយដល់ពេលឥឡូវបងប្អូនទៅមើលស្ងាត់ឈឹងអានឹងមិនមែនជាមង្គលភ្ញាក់ផ្អើលទេណាគឺគេចូលចិត្តស្រឡាញ់ប្រជាជនច័ន្ទមនីតែម្ដងទាំងខ្ញុំទាំងគេអានឹងនិយាយគ្នាឲ្យវាច្បាស់លាស់តែអ្នកផ្សេងអត់ទេឆ្លៀតឱកាសឃើញព្រះអង្គច័ន្ទមនីផ្ទុះអញ្ចឹងមកឃើញតារាចម្រៀងមានសុខសុភាទៅគោរពបូជាបុគ្គលដែលពាក់ស្បែកខ្លាតាំងខ្លួនជាអេសីលាក់នឹងលាក់រហូតដល់រស៊ីចូលគ្នាទៀតណាដល់ពេលអញ្ចឹងអ្នកដែលចេះឡំចាប់ដើមឃើញទីផ្សារនេះដូចជាមានពលឺចាប់ដើមផុសមកបណ្ដោយផ្ទុះមកបណ្ដោយបាទចឹងកន្លែងហ្នឹងទី1សូមថាបើអ្នកចេះថតអាស្ទើឬក៏អ្នកមិនមានគេហៅថាវិជាការនឹងទេសូមកុំមកបោកប្រាស់ប្រជាជនខ្មែរយើងអីអាណិតគ្នាហើយការបោកប្រាស់នេះវាជាអំពើបាបបាទកុំសាងហេតុឲ្យធ្លាក់នរកបាទបើយើងមានពធ20-30% ក្នុងខ្លួនហើយយើងត្រូវបង្កើនពធនឹងឲ្យឡើងទៅទៀតដើម្បីខ្លាយជាអរិយបុគ្គលនៅថ្ងៃអនាគតបាទកុំយកអា20-30% ដែលយើងចេះចំណាំនឹងបោកប្រាស់គ្នាអីបើយើងសង្គ្រោះដោយបរិសុទ្ធបាទហើយហេតុផលដែលផ្ទុះកើតឡើងនៅគ្រូមុនវិជាការតាំងខ្លួនជាតបោះអិសីនឹងច្រើនដោយសារតែទីផ្សារនឹងវាកំពុងតែរីកចម្រើនតាមរយៈមើលឃើញសំណៅដូចជាគេអ្នកដែលគោរពបូជាព្រះអង្គច័ន្ទមនីអ្នកខ្លះយល់ខុសថាគេគោរពបូជានឹងគេជឿលើព្រះអង្គច័ន្ទមនីចេះមុនវិជាការឬក៏ចេះណាណីអត់ទេគឺអំណាចបុណ្យព្រះអង្គច័ន្ទមនីឆក់យកមកបាទតែគេនឹងខ្ញុំគឺគោរពដូចខ្ញុំទៅជួបព្រះអង្គច័ន្ទមនីច្រើនដងនោះខ្ញុំមិនដែរទៅសុំអីព្រះអង្គទេថាទៅសុំបល័យការពារខ្លួនឬក៏ទៅសុំចែកកាច់អីអត់ទេឃើញគឺពេញចិត្តគោរពបូជាតែប៉ុណ្្នឹងទេបាទហើយមួយទៀតឃើញទីផ្សារនឹងវារីកចម្រើនមានន័យថាមានអ្នកសទ្ធាដូចអាដាមលោកជំទាវខ្លះគាត់បូជាទ្រព្យសម្បត្តិដូចជាតារាចម្រៀងមានសុខសភាអីយ៉ាងណាគាត់បានបែកធ្លាយនឹងការបូជាទ្រព្យសម្បត្តិយ៉ាងច្រើនទៅដល់តាសក់សភ្នំត្បៃនឹងអញ្ចឹងទីផ្សារនឹងរៀងរីកចម្រើនអ្នកដែលចេះឡំនឹងចេញមកបណ្ដោះកន្លែងនឹងខ្ញុំមានគំនិតមួយចង់ស្នើទៅរដ្ឋាភិបាលប៉ុន្តែគីឡូរដ្ឋាភិបាលគាត់គិតថាមិនចាំបាច់ទេណាខ្ញុំសូមប្រហើបបន្តិចទៅចុះខ្ញុំចង់ឲ្យរដ្ឋាភិបាលកម្ពុជាកំណត់អត្តសញ្ញាណឲ្យច្បាស់លាស់ជាមួយនឹងអ្នកដែលចេះមុនវិជាការហ្នឹងមានន័យថាច្បាប់កម្ពុជាបានកំណត់អត្តសញ្ញាណច្បាស់លាស់ជាមួយនឹងព្រះសង្ឃមានអីមានឆាយាមានការបួសត្រឹមត្រូវមានទីស្នាក់អាស្រ័យច្បាស់លាស់ប្រធាននៅវត្តនេះប្រធាននៅព្រៃគឺនៅព្រៃបើទោះបីនៅព្រៃក៏ដោយក៏មានឆាយាដែរបាទគឺកំណត់ច្បាស់លាស់អញ្ចឹងតបោះអិសីអីដូនជាហ្នឹងគួរតែកំណត់ដោយប្រសងដែរប៉ុន្តែយើងត្រូវរៀបចំគោលនយោបាយយ៉ាងម៉េចឬក៏យន្តការយ៉ាងម៉េចដើម្បីឲ្យងាយនឹងកំណត់សម្គាល់ឲ្យវាដូចភេទសង្ឃអញ្ចឹងណាឲ្យច្បាស់លាស់ថាគាត់ដូនជីគាត់តាជីគាត់បានទៅតាំងសមាធិនៅភ្នំនេះលាក់យ៉ាងទៅតែគីឡូភាពមិនចាំបាច់យ៉ាងម៉េចខ្ញុំមិនដឹងដែរប៉ុន្តែនេះជាគំនិតរបស់ខ្ញុំទេខ្ញុំគាត់ទៅចែកសង្ខេបឡើងទេពីព្រោះរាល់ថ្ងៃនេះបើនិយាយរឿងអាចារ្យមានហើយអាចារ្យមានអាចារ្យពលានិងអាចារ្យសពគឺមានការបង្រៀនច្បាស់លាស់ហើយមានវិញ្ញាបនបត្រចេញពីក្រសួងធម្មការច្បាស់លាស់អញ្ចឹងពីមុនអាចារ្យលោកឡំមានន័យថាអាចារ្យសពក៏អាចារ្យសពអាចារ្យពលាក៏អាចារ្យសពដល់ពេលអញ្ចឹងវាធ្វើឲ្យការរៀបពិធីការហ្នឹងវាច្បោកច្បល់គេកំពុងតែមង្គលឯងច្រឡំមាត់ទៅ
tục sọc vậy từ kia pung tục sọc ai cho lo mót tới một cô liền từ Việt thua ơi bố cho bao đại sạch thiaឬក៏រំខានផ្លូវចិត្តម្ចាស់កម្មវិធីឥឡូវរដ្ឋាភិបាលបែងចែកអ្នកដែលតាដែលមានវិញ្ញាបនបត្រអាចារ្យពលាគឺធ្វើតែពលាទេអត់មានតែលាយឡំសពទេបុគ្គលណាដែលចេះខាងសពមានវិញ្ញាបនបត្រខាងសពគឺទៅធ្វើពិធីការអាចារ្យទៅខាងសពទេអញ្ចឹងវាលេចច្បោកច្បល់ដូច្នេះតាជីដូនជីសចាំងបងបត់ហ្នឹងវាគួរតែមានដែរគួរតែមានការកំណត់សម្គាល់ច្បាស់លាស់ជៀសវាងការបោកប្រាស់ទៅដល់ប្រជាជនខ្មែរហើយបុគ្គលដែលមានសន្តានអាក្រក់គាត់ចាំតែអាកាសដែលហុចផលទេមានន័យថាឲ្យតែមានអាកាសគឺបោកមកអ្នកដែលមានសន្តានអាក្រក់ដែលជាបុគ្គលដែលនៅសពេតោមនុស្សប្រែតណាគឺគាត់ឆ្ងាញ់នឹងអំពើអាក្រក់នឹងមកហើយគាត់ខ្វល់ថាបុគ្គលនឹងមកពីណាទេក្រមានស្អីអត់ខ្វល់ទេឲ្យតែគាត់បោកបានគឺគាត់បោកទេអានោះគឺវាអាចតពូជពងពីអតីតជាតិរបស់គាត់មកដែរណាអញ្ចឹងនៅបច្ចុប្បន្នជាតិនៅក្នុងអាណាចក្រនេះជាយោបល់ខ្ញុំគួរមានការកំណត់សម្គាល់បោះនឹងដែរបើគាត់ចេញពីភូមិទៅគាត់មានវិញ្ញាបនបត្រមួយគាត់មានបានគាត់ចូលក្នុងព្រៃផ្លុកបើគាត់សម្រេចឈានគាត់អស់ជីវិតនៅក្នុងព្រៃក៏អស់ទៅប៉ុន្តែគាត់មានបានមួយសម្គាល់ថាអស់គាត់ចេញពីស្រុកនេះភូមិនេះទទួលស្គាល់ដល់អាជ្ញាធរថាគាត់មានបានអីច្បាស់លាស់ស្វែងរកមុនវិជាការច្បាស់លាស់អីចឹងណាក៏អ្នកព្រៃព្រានព្រៃណាដើរទៅជួបឆ្អឹងធាតគាត់បន្សល់ទុកនៅអាកាតនឹងដែរតែបើគាត់ចង់មកប្រុសសัตว์មកវិញគេសួរមកពីភ្នំណាអីគាត់មានកាតច្បាស់លាស់នេះគាត់ចេញទៅឆ្នាំនេះគាត់ត្រឡប់មកវិញឆ្នាំនេះគាត់ចេះអីខ្លះហ្នឹងគាត់ធ្វើតាមនឹងវាងាយនឹងដឹងអត្តសញ្ញាណបុគ្គលនោះថាបោកប្រាស់យើងស្រាវជ្រាវនៅគុលជីដឹងបាត់តានេះចេញពីនេះទៅគាត់ចេះមិនសូវចេះម៉ានេះយើងអាចគេហៅថាងាយនឹងកត់សម្គាល់លឿនដល់ពេលអញ្ចឹងដឹងជាស្អីអ្នកខ្លះទៅយកកណាត់ដូចស្បែកខ្លាមកពាក់ថ្ងៃទាយទៅយប់ឡើងសេពមេធុនទៅឬក៏សូរ៉ាក៏មានដែរអញ្ចឹងវាបោកច្បល់អញ្ចឹងវាធ្វើដល់ពេលដែរបើអាចរៀបចំបានល្អបាទនេះគ្រាន់តែជាគំនិតមួយដើម្បីទប់ស្កាត់អ្នកដែលយកជំនឿរបស់ប្រជាជនខ្មែរយើងទៅបោកប្រាស់អ្នកដែលគ្នាមានការគិតខ្លីឬក៏គិតតិចតួចព្រោះអ្នកដែលជួបអាសន្នណាអ្នកដែលជួបភ័យมันអាចគិតវែងឆ្ងាយបានទេទោះបណ្ឌិតក៏ដោយទោះអ្នកច្បាប់ក៏ដោយទោះព្រះសង្ឃក៏ដោយឲ្យទៅជួបអាសន្នឲ្យជួបភ័យគឺគិតខ្លីហើយអញ្ចឹងពេលហ្នឹងសាវេសាវ៉ាប៉ះណានិយាយរៀងគិតថាសង្គ្រោះខ្លួនគឺទៅនៅហ្នឹងហើយអ្នកខ្លះទៀតសាវេសាវ៉ាមិនបានចងកស្វាអីប្រសងចងកវត្តតែមានព័ត៌មានផ្សព្វផ្សាយណានោះដល់ប្រសងផងរស់នៅក្នុងពុទ្ធផងរស់នៅក្នុងព្រះត្រៃបិដកផងនៅតែសម្រេចចិត្តចងកដោយសារតែភ័យនោះវាត្រូវកំដប់ពេកទុកនោះវាធ្ងន់ពេកដូចនៅថៃនោះប្រសងនោះទៅលេងល្បែងនោះតបកេងលុយវត្តបាញ់លុយវត្តចេញ$9 លានអីចឹងឃើញទេហ្នឹងហើយអញ្ចឹងអាកាលណាទៅជួបទុកភ័យអាកាលណាតែវេទនាកើតឡើងហើយគឺលែងដឹងអីហើយទៅរកតែអ្នកណាជួយដែលអាចជួយបានតែជួយបានគឺលងហើយមនុស្សយើងមាននិស្ស័យជាមួយគ្នាណាមានន័យថាបើបុគ្គល A គ្មាននិស្ស័យជាមួយ B A នឹងអាចមាននិស្ស័យជាមួយ D ឬក៏ E នោះបាទដូចខ្ញុំសូមនិយាយម្ដងទៀតសូមទោសដែរលោកស្រីមានសុខភាឬករណីគាត់យើងគិតឡើងវិញថាមិនសមសោះដែលមានសុខភាទៅលងជឿឬក៏ទៅខ្សែគប់ជាមួយនឹងតាបោះអីស្អីឬសក់សក្នុងត្បែងអាហ្នឹងយើងមើលពីផ្នែកក្រៅទៅថាមិនគួរជឿទោះបីតែយើងវិភាគទៅក៏មិនគួរជឿព្រោះគាត់ជាតារាលំដាប់កំពូលហើយតែជឿបុគ្គលមើលទៅមិនសំណំក៏ប៉ុន្តែបើយើងវិភាគឡើងវិញថាទី1គាត់ជួបភ័យគាត់មានវិបត្តិស្អីមួយដល់ពេលទៅជួបតាសក់សហ្នឹងនិយាយទៅវាត្រូវចំនៅចំណុចរបស់គាត់ធ្វើឲ្យគាត់ចាប់ផ្ដើមស្ដាប់យូរទៅវាធ្លាក់នៅក្នុងគេហៅថាធ្លាក់នៅក្នុងលងនឹងគំនិតគិតទៅវាចេះតែត្រូវតានឹងនិយាយមិនក៏ត្រូវដែរ
រហូតទៅដល់គាត់ហ៊ានបរិច្ចាគថវិកា1 2 3 4អីយ៉ាងដែរដល់ពេលផ្ទុះរឿងមកយើងទាំងអស់គ្នាមើលថាមិនគួរសោះវាគួរទៅហើយដោយសារតែគាត់ជួបភ័យតែគាត់ទៅរកមនុស្សដែលចំនឹងមនុស្សដែលមិនច្បាស់ការបើនិយាយតាមបែបព្រះពុទ្ធសាសនាពីរអ្នកគាត់នឹងជួបគ្នាមិនមែនតែជាតិនឹងទេវារាប់រយជាតិមកហើយមិនដឹងមានន័យថាមាននិស័យមួយគ្នាតាំងពីជាតិមុនទៅពាក់កម្មគ្នាពីមុនមកនោះបានមកជាតិនេះជួបទៀតជាតិក្រៅនោះជួបទៀតហើយរឿងស្តៀងអញ្ចឹងអានឹងបើយើងស្ដាប់នៅព្រះពុទ្ធសាសនាអញ្ចឹងរឿងហ្នឹងគឺថាវាសមគួរណាស់ហើយបើយើងនិយាយអំពីឫសគល់នៃអតីតជាតិបូកនឹងមកជាតិនេះតែគាត់ជួបភ័យអញ្ចឹងកណាតកម្មអតីតជាតិហុចផលអបច្ច័យបច្ចុប្បន្នជាតិនេះគឺថាផ្គុំដើម្បីឲ្យវាគ្រប់គ្រាន់ដើម្បីឲ្យទៅបំពេញនៅកម្មនឹងមកបើទោះបីមនុស្សយើងមើលឃើញថាវាមិនសមក៏ដោយប៉ុន្តែកម្មអតីតជាតិគឺថាសមហើយសងគ្នាទៅអានឹងតើទៅពុទ្ធបានពុទ្ធអាចនិទានបានពុទ្ធលោកត្រាស់ដឹងនៅជាតិរបស់គ្រប់សត្វគ្រប់មនុស្សទាំងអស់ហើយដឹងគ្រប់ជាតិដឹងអតីតជាតិដឹងបច្ចុប្បន្នដឹងអនាគតជាតិទៀតមានតែពុទ្ធទេដែលអាចយល់បានប៉ុន្តែគាត់ថាបើយើងជាអ្នកកាន់ពុទ្ធសាសនាយើងត្រូវតែមានជំនឿមុតមាត់មួយថាការរស់នៅក្នុងចន្លោះមេឃហើយនឹងដីនេះមិនមែនជារឿងចៃដន្យទេក៏មិនមែនជារឿងធម្មជាតិហុចឲ្យដែរចន្លោះមេឃដីមានន័យថាមេឃលើក្បាលដីក្រោមបាតជើងយើងនៅចន្លោះហ្នឹងគឺមិនមែនជារឿងចៃដន្យទេមិនមែនធម្មជាតិបង្កើតមកទេគឺដោយអំណាចបុណ្យនិងកម្មហុចឲ្យផ្ដល់ឲ្យយើងមករស់នៅលើចន្លោះនៃមេឃហើយនឹងដីហ្នឹងហើយការរស់នៅចន្លោះមេឃដីហ្នឹងអត់ស្រួលទេបាទអត់ស្រួលត្រង់ថាម៉េចយើងយកធម្មជាតិមកពិចារណាដើរនៅដីសុកក៏អាចមុតបន្លាដើរនៅដីសុកក៏អាចមានអសេរពឹសចិត្តឬក៏គ្រោះថ្នាក់ដោយសារសត្វនេះឬក៏យានយន្តនេះគ្រឿងចក្រនេះវាយប្រហារបើសិនជាពួកនឹងមិនវាយប្រហារដើរសុកស្រួលលើផ្លូវស្រួលដែរក៏មេឃវាក្តៅមកឲ្យយើងរង្គៀសក៏បានអស់ពីមេឃភ្លៀងអស់ពីភ្លៀងរន្ទះអញ្ចឹងការដែលយើងកើតមកនៅក្នុងលំហចន្លោះមេឃនិងដីនេះត្រូវទទួលស្គាល់ថាជាការរែកពុននៅរែកសកម្មភាពឬក៏អំពើលំបាកជាការរែកពុនណាបាទជាការរែកពុនមិនមែនជាការសោយសុខទេការកើតមកលើក្នុងចន្លោះមេឃដីនេះគឺជាការរែកពុនហើយលំបាកច្រើនជាងសុខត្រូវចាំសុខមួយអន្លើណាមកសុខមួយខណៈដែលយើងដោះស្រាយនៅគ្រប់កិច្ចការរួចរាល់ទី1ដោះស្រាយនៅបញ្ហាសេដ្ឋកិច្ចបញ្ហាគ្រួសារបញ្ហាជំនួញលុយកាក់អីបរិបូរហើយស្រាប់តែមិនបានប្រមាណផងអាភាពសុខសប្បាយហ្នឹងវានឹងរលត់ទៅវិញក្នុងពេលដ៏ខ្លីហើយអាភាពកើតទុកនឹងចូលមកដល់កើតទុកវាមិនមានលុយមានអីអស់ហើយស្រាប់តែកូនគ្រោះថ្នាក់មានលុយមានអីហើយស្រាប់តែសមាជិកមួយឈឺមានសពគ្រប់អស់ហើយស្រាប់តែចំនួនខាតបង់ដោយមិនដឹងខ្លួនអញ្ចឹងទទួលស្គាល់ថាទុកច្រើនជាងសុខបើទុកច្រើនជាងសុខហើយរៀនបដោយទុកនឹងទៅឲ្យវាទៅតាមវាពេលវេលាទៅហើយបើយើងគិតថាទៅរកអ្នកណាជំនួយស្មារតីទៅប៉ុន្តែមើលផងកុំឲ្យគេហៅថាទៅជួបមនុស្សខុសហើយធ្វើបន់ឲ្យតាមលទ្ធភាពពុទ្ធលោកថាធ្វើបន់តាមលទ្ធភាពតាមបញ្ញាតិចក្តីច្រើនក្តីទៅតាមទឹកជ្រះថ្លាកាលណាទៅចិត្តជ្រះថ្លាធ្វើបន់បរិច្ចាគទានទោះបីទាននោះអាយុជីវិតអត់យើងជ្រះថ្លាក៏បានដែរប៉ុន្តែឲ្យជ្រះថ្លាណាដូចជាប្រពុតបំពេញទានដែលបូជាអាយុជីវិតរបស់ខ្លួនឲ្យទៅព្រះអិនដើម្បីបំពេញទានណាលះបង់ជីវិតនៅជាតិកំណើតសបណ្ឌិតសបណ្ឌិតហ្នឹងគឺសត្វទន្សាយណាបូជាកាយបូជាជីវិតដែលព្រះអិននិមិត្តជាតាចាស់សង្វិតស្គមហេវបាយហើយមិនសបណ្ឌិតមិនដឹងថាមានអីមានតែខ្លួនហ្នឹងហើយបូជាទៅ
ឲ្យគាត់ហូបទៅណាប៉ុន្តែយើងធ្វើមិនដល់នោះទេយើងបូជាតាមអត្ថភាពទៅបើមានទ្រព្យ100យើងបូជា10ឬក៏20ទៅអានោះវាអេមិនកំណត់ទេខ្ញុំមិនកំណត់ទេគ្រាន់ថាបញ្ញារៀនខ្លួនឯងទៅគិតខ្លួនឯងទៅពេលបូជាយ៉ាងណាដើម្បីកុំឲ្យវាមានសម្ពាធគ្រួសារផងផ្លូវចិត្តផងបូជាមើលនាយមើលអាយផងនិយាយចេះបាទនិយាយចេះហ្មងទៅអញ្ចឹងនៅក្នុងប្រធានបទនេះខ្ញុំសូមប៉ុណ្ណឹងទៅចោះបាទល្អមិនល្អព្រោះមិនព្រោះអីសូមខត្តតែភេទទោសគាត់ថាចង់បំភ្លឺហេតុកើតឡើងនៅអ្នកតាំងខ្លួនជាវិស័យតាបោះឬក៏ចេះវិជាការលើក្នុងអីហ្នឹងដោយសារតែអីទីផ្សាររងថ្ងៃនេះវាផ្ទួនពេកអញ្ចឹងអ្នកឡែមលើមអ្នកឡែមឡំហ្នឹងចាប់ដើមផ្ទុះដែរដើម្បីឆក់ឱកាសរកបច្ច័យហ្នឹងដោះតល់ខ្លួនឯងនោះសូមខ្លីប៉ុណ្ណឹងចុះបាទសូមអរគុណសូមគោរពលា